ហើយយកនៅទាំងអស់គ្នាជួបខ្ញុំសារជាថ្មីម្ដងទៀតគឺសារដល់អ៊ីថ្ងៃនេះមក farm level តទៀតឥឡូវយើងកុំសាន់តប៉ាយកឥឡូវយើងមកយើងចាប់ fruit ទាំងអស់គ្នាឥឡូវយើងមកសំណាងតើបាន fruit mythical ដែរឬទេឥឡូវយើងមកមើលទាំងអស់គ្នាបាទចាប់ហើយចុច user reader មកហើយចុចលើនឹងមកហើយដាក់លុយមកញុកលុយដាក់ក្នុងកប៉ាល់វាដើម្បីបាន fruit mythical ប៉ុន្តែបាន fruit mythical ទេគឺបាន fruit flame នោះដាក់ free fruit រកក្បាលហើយហើយមើល fruit អញទៅមានប៉ុណ្ណេះឥឡូវយើងកំសន្តប៉ាយកឥឡូវយើងមករំបាន fruit flame ហើយយើងរំ flame រយហើយឥឡូវនេះយើងកុំសាន់តប៉ាយកឥឡូវយើងមកទិញទូកមកដើម្បី farm level ទាំងអស់គ្នាឥឡូវយើងទិញទូកតែ300បានហើយឥឡូវយើងឡើងជិះទូកតែយើងកុំសាន់តប៉ាយកឥឡូវយើងកាត់អាកន្លែងនឹងចោលបដ ாய் ទៅឥឡូវយើងនឹងទៅ farm level ឥឡូវខ្ញុំសុំចូលមកទិញ5 key សិនហើយនឹងរត់លើអាកាសដើម្បីទៅយើងដាក់ទៅវាវាយរឿងឈឺជាងមុនហើយវារឿងហក់ខ្ពស់ជាងមុនណាឥឡូវយើងកុំសាន់តប៉ាយកឥឡូវយើងមកទិញទាំងអស់គ្នាហើយខ្ញុំនឹងកាត់វីដេអូខ្លីៗឲ្យអ្នកមើលណាព្រោះអីអាកន្លែងហ្នឹងពិបាក farm មែនតើព្រោះអីវាវាយឈឺយើងមែនតើព្រោះតែយើងប្រើ fruit luffy ហ្នឹងពិបាកវាយមែនតើគ្នាយើងហើយបើអ្នកគ្នាចិត្តល្អជួយចែក fruit របស់ខ្ញុំម្នាក់មួយផងព្រោះខ្ញុំអត់សូវមាន fruit ទេឥឡូវយើងកុំសាន់តប៉ាយកឥឡូវយើងទៅ farm ទាំងអស់គ្នាបើអ្នកមើលវីដេអូដល់នេះហើយសូមជួយចុច like និង comment share ឲ្យបានវីដេអូថ្មីផងឥឡូវយើងកុំកាត់យូរឥឡូវយើងមកកាត់វីដេអូខ្លីៗអីអ្នកទាំងអស់គ្នាមើលហើយកន្លែងហ្នឹងក៏គេឲ្យយើង complete ខ្វែគេរួចមកហើយតែខ្ញុំនៅតែកាត់ទៀតព្រោះវីដេអូនឹងវាយូរពេកហ្នឹងណាកាត់ចោលខ្លះទៅព្រោះវីដេអូនឹង1ម៉ោងជាងគ្នាយើងឥឡូវយើងកុំសាន់តប៉ាយូរមកមើលខ្ញុំ farm ទាំងអស់គ្នាឥឡូវនេះក៏គេឲ្យយើងទៅកោះថ្មីមួយទៀតណាឥឡូវយើងកុំសាន់តប៉ាយកឥឡូវយើងមកទិញទុក300មកហើយយើងលោតវគ្គនេះគឺលោតមិនដូចមុនទេគឺឈប់លងទឹកដូចវគ្គទី2ហើយឥឡូវយើងកាត់ទៅទុកកោះថ្មីមួយទៀតបណ្ដោយទៅគ្នាយើងតោះ1 2 3ឥឡូវនេះយើងមកដល់កោះថ្មីហើយមុននឹងយើងទៅយកខ្វៃយើងដើរឆែកឆេសិនណាខ្លាចវាមានអីហ្នឹងខ្លាចមានអីសំខាន់សម្រាប់យើងដើរចុះឡើងឃើញសបតែដឹងសបនឹងលក់អីខ្លាចទិញទៅបាត់ fruit ហ្នឹងតើយើងមកយកខ្វៃហើយយើងវីដេអូហ្នឹងក៏យើងកាត់យកតែវាយ NPC យកលុយទៅបានហើយតោះ1 2 3ហើយវីដេអូយើងក៏បានដល់ទីបញ្ចប់ផងដែរហើយអ្នកទាំងអស់គ្នាជួយចុច like និង follow បានច្រើនមកហើយនឹងទទួលបានវីដេអូថ្មីទៀត